បងអាណាជីបាសួស្តីបងប្អូនទាំងអស់គ្នាចានៅក្នុងវីដេអូនេះអ្នកគ្រូនឹងមកបង្រៀនតទៀតទាក់ទងនឹងការសរសេរលេខ2ចាអញ្ចឹងសូមកូនទាំងអស់គ្នាមើលមកលើក្តារខៀនចានេះកូនឃើញអ្នកគ្រូចង្អុលแล้วកូនចានេះគឺជារូបតំណាងឲ្យលេខ2អញ្ចឹងកូនទាំងអស់គ្នាចង់ដឹងអ្នកគ្រូរូបរាងលេខ2រូបរាងដូចម្ដេចនេះកូនមើលផ្នែកខាងនេះគឺជារូបរាងនៃលេខ2ដែលយើងសរសេររហូតដល់7ចលនាអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់អ្នកគ្រូនឹងបង្ហាញរបៀបនៃការសរសេរសូមកូនមើលមកលើក្តារខៀនអ្នកគ្រូចាប់ផ្ដើមកូនមើលចាគឺគួចមកចាប់ផ្ដើមទាំងអស់គ្នាកូនគួចដូចអ្នកគ្រូបែបហ្នឹងគួចកូនងាកឲ្យឡើងទៅលើណោះឡើងទៅលើឲ្យត្រង់ហើយឡើងទៅលើមកចុះមកខាងក្រោមឡើងលើចុះខាងក្រោមរហូតហើយកូនងាកទៅឆ្វេងហើយឡើងទៅលើងាកទៅឆ្វេងបន្តិចចាម្ដងទៀតសូមកូនមើលកូនគួចចាគួចឡើងទៅលើចាចុះខាងក្រោមឡើងលើចុះក្រោមទៀតមកងាកទៅឆ្វេងហើយឡើងទៅលើក៏ងាកមកឆ្វេងបន្តិចនេះគឺជារបៀបនៃការសរសេរលេខ5សំទោសគឺរបៀបនៃការសរសេរលេខ2ដែលមានរហូតដល់7ចលនាអញ្ចឹងអ្នកគ្រូនឹងបង្ហាញកូននៅលើក្តារខៀនបន្ថែមទៀតសូមកូនមើលមកលើក្តារខៀនចាសូមកូនទាំងអស់គ្នាមើលកូនចាចាប់ផ្ដើមកូនគួចចាគួចហើយកូនឡើងទៅលើចុះមកខាងក្រោមតិចមកឡើងទៅលើចុះក្រោមរហូតមកកូនងាកទៅណាកូនងាកទៅឆ្វេងចាហើយឡើងទៅលើហើយងាកមកឆ្វេងបន្តិចចាកូនឃើញអត់កូនចាម្ដងទៀតចាគួចកូនគួចមកឡើងទៅលើចុះក្រោមឡើងលើហើយចុះមកក្រោមមកកូនងាកទៅឆ្វេងហើយឡើងទៅលើហើយងាកមកឆ្វេងបន្តិចនេះគឺរូបរាងនៃលេខ2ចាអញ្ចឹងបន្ទាប់ពីកូនបានរៀនសរសេរឬក៏អ្នកគ្រូបង្ហាញពីរបៀបនៃការសរសេរលេខ2ហើយអញ្ចឹងអ្នកគ្រូមានលំហាត់ចំនួន2សម្រាប់កូនទាំងអស់គ្នាwelcomeធ្វើចាលំហាត់ដំបូងគេនេះគឺចូលកូនធ្វើគំនូសលេខ2អញ្ចឹងនេះគឺជាលេខ2ពេញលេញហើយប៉ុន្តែអ្វីដែលកូនត្រូវធ្វើគឺសរសេរគំនូសលេខ2ដែលអ្នកគ្រូដាក់នៅផ្នែកខាងក្រោមនេះកូនអាចយក color ក៏បានខ្មៅដៃក៏បានដែរសរសេរតាមគំនូសនៃលេខ2ទាំងអស់ហ្នឹងមកប៉ុន្តែដោយផ្អែកតាមចលនាដែលយើងបានសិក្សាជាមួយអ្នកគ្រូមកញ៉ឹងកូនចាអញ្ចឹងអ្នកគ្រូនឹងបញ្ចូលលំហាត់ទី2លំហាត់ទី2នេះចូលកូនសរសេរលេខ2ចាអញ្ចឹងនេះគឺជាលេខ2ដែលអ្នកគ្រូបានសរសេរជាគំរូហើយបន្ទាប់ទៀតកូនសរសេរលេខ2ដោយខ្លួនឯងដោយផ្អែកតាមគំរូដែលអ្នកគ្រូក៏បានធ្វើឲ្យកូនមើលហើយចាអញ្ចឹងលំហាត់ទាំងពីរនេះបន្ទាប់ពីកូនបានសរសេរឬក៏ធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរឬទេចាសូមអរគុណ